អរិញ្ញាគ្រប់នឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនក៏ដូចជាទស្សនិកជនដែលនៅក្នុងបណ្ដាញសង្គមរបស់គ្នាថ្ងៃនេះពូជាមលក់ធូបបុរាណខ្មែរធូបម៉ែពូជាគាត់ធ្វើណាតែធ្វើធូបបុរាណខ្មែរនេះសំពីគ្រឿងធម្មជាតិណានេះគ្រឿងទេសតែនេះຂະຫນាតវែងបងប្អូននេះຂະຫນាតនេះគឺຂະຫນាត1ម៉ែត្រនេះຂະຫນាត1ម៉ែត្រនេះដែរបងប្រុសនៅខាងភ្នំឧដុង្គគាត់កំងជាអតិថិជនចាស់របស់ពូជានេះគាត់កំង10ដុំច្រើនមែនទេបងប្អូននេះសិតតាຂະຫນាត1ម៉ែត្រហើយធូបក៏មានលក់ជាច្រើនຂະຫນាតដែរបងប្អូនបាទមានចាប់ពី3តឹកកន្លះម៉ែត្របើຂະຫນាតទូទៅអត់ជីបចាំគឺយើងអត់ធម្មតាដូចជាតែ3តឹកទេបងប្អូនបាទហើយបងប្អូនអាចកំងក្រោម3តឹកអាចកំងធ្វើបានដែរបងប្អូននេះអរគុណបងប្រុសនៅខាងភ្នំឧដុង្គបងចាំទទួលបានផងបងប្អូនផ្ញើរៀបចំផ្ញើទៅបាទនេះបើបងប្អូនត្រូវការកំងទិញអាចតាក់ទងតាមមកពូជាបានណាពូជាមានធូបបុរាណខ្មែរលក់ណាអរគុណ